នេះជាលើកទី3ហើយដែលខ្ញុំប្រកាសណាខ្ញុំខកខានមិនបានទស្សនាដោយផ្ទាល់នៅទីក្រុងភ្នំពេញជាមួយនឹងកម្មវិធីដ៏មានប្រជាប្រិយនៃទូរទស្សន៍ហង្សមាសដែលហៅថាកម្ពុជា Idol លើកទី1គឺការធ្វើដំណើរទៅកាន់សហរដ្ឋអាមេរិកទៅកាន់បូរីញូវយ៉កអង្គការសហប្រជាជាតិប៉ុន្តែក៏បានបោះឆ្នោតមកពីទីនោះលើកទី2ទៅកាន់សាធារណរដ្ឋប្រជាមានិតចិនហើយក៏បានបោះឆ្នោតពីទីក្រុងម៉ាកាវមកកាន់ទីក្រុងភ្នំពេញហើយនេះលើកទី3មិនដឹងថាតើខ្ញុំប្រកាសណាខ្ញុំមានលទ្ធភាពដើម្បីបោះឆ្នោតមកឲ្យបេក្ខជនឬបេក្ខនារីដែលខ្ញុំពេញចិត្តខ្ញុំសូមយកឱកាសនេះដើម្បីថ្លែងនៅការកោតសរសើរចំពោះក្មួយព្រាបសវត្តក្មួយឈនសវណ្ណរាជក្មួយនប់បញ្ញរិទ្ធនិងក្មួយអោកសគុណកញ្ញាដែលជាអ្នកផ្ដល់មតិនិងបង្ហាត់បង្ហាញជាមួយនឹងសិល្បករសិល្បករនីដែលបានមកចូលរួមប្រឡងខ្ញុំក៏សូមថ្លែងនៅការកោតសរសើរចំពោះពិធីករជាវិបុលនិងពិធីការនីកៅច័ន្ទនិមលដែលបានធ្វើកិច្ចការដ៏ល្អនៅក្នុងរយៈពេលនៃការប្រកួតប្រជែងនៅក្នុងវេទិកាកម្ពុជា Idol សង្ឃឹមថាសិល្បករសិល្បករនីទាំង4រូបនិងពិធីករពិធីការនី2រូបនេះបន្តការងារជាប់ចុងជាប់ដើមប្រកបដោយការទទួលខុសត្រូវហើយខ្ញុំក៏សូមសម្ដែងនៅមោទនភាពចំពោះការរៀបចំដ៏ល្អនេះដែលកម្មវិធីនេះជាកម្មវិធីមានលក្ខណៈអន្តរជាតិដែលយើងបានទិញយកពីខាងក្រៅព្រោះយើងមិនអាចយកមកធ្វើដោយចិត្តឯងដោយគ្មានការផ្ដល់សិទ្ធិពីម្ចាស់ដើមដែលជាការនាំទៅដល់ការលួចកម្មសិទ្ធិបញ្ញាពីប្រទេសក្រៅការធ្វើនេះតម្រូវឲ្យមានការពិនិត្យពីម្ចាស់ដើមប្រហែលថ្ងៃកន្លងទៅនេះមានការធ្វើអត្ថាធិប្បាយខ្លះដែលខ្ញុំប្រកាសណាខ្ញុំយល់ថាមិនមែនជាការចាំបាច់ដើម្បីខ្ញុំប្រកាសណាខ្ញុំបំភ្លឺនោះទេប៉ុន្តែខ្ញុំប្រកាសណាខ្ញុំពិតជាមិនការពេញចិត្តជាមួយនឹងការរៀបចំនេះនៅក្នុងកែវភ្នែករបស់ខ្ញុំប្រកាសណាខ្ញុំអ្នក12នាក់ដែលបានមកធ្វើវគ្គជំរុះចុងក្រោយប្រកបណាស់គឺសុទ្ធតែជាអ្នកច្រៀងពីរោះទាំងអស់ប៉ុន្តែកម្មវិធីតម្រូវឲ្យមានការជំរុះម្នាក់ម្ដងរហូតដល់ចុងក្រោយនៅសល់តែម្នាក់ដើម្បីទទួលនៅពានរង្វាន់ដូច្នេះមិនថាតែស្ថានីយ៍មិនថាតែអ្នករៀបចំមិនថាតែគ្រូបង្វឹកអ្នកប្រល់មតិមិនថាតែអ្នកបោះឆ្នោតនៅទូទាំងប្រទេសនោះទេគឺត្រូវមានកាតព្វកិច្ចបោះជំរុះម្នាក់ម្ដងរហូតទៅដល់ដំណាក់កាលចុងក្រោយតែខ្ញុំប្រកាសណាខ្ញុំសង្ឃឹមថាបើទោះនៃ3នាក់ចាក់ចេញពីកម្មវិធីទៅហើយនឹងបន្តចាក់ចេញពីកម្មវិធីនៅល្ងាចថ្ងៃអាទិត្យខាងមុខនៅយប់ថ្ងៃអាទិត្យខាងមុខនេះម្នាក់ទៀតក៏ហើយក្តីក៏សង្ឃឹមថាអ្នកទាំង12នាក់
ទាំងអ្នកចាក់ចែងទាំងអ្នកជាប់ចុងក្រោយនឹងคล้ายទៅជាអ្នកចម្រៀងអាជីពពិតប្រាកដដែលនឹងទទួលបាននៅការយកទៅច្រៀងនៅផលិតកម្មនេះនៅផលិតកម្មនោះហើយបំផុតនៅទូរទស្សន៍ហង្សមាសនេះដែរដូចជា The Voice of Cambodia ឃើញថាអ្នកដែលមិនជាប់ចំណាត់ថ្នាក់ទី1ក៏បានមកច្រៀងជាបន្តបន្ទាប់តាមរយៈការផ្សាយផ្ទាល់របស់កម្មវិធីទូរទស្សន៍ហង្សមាសអញ្ចឹងទេសូមគួរមួយបន្តការខិតខំបន្តទៀតដើម្បីរក្សាលើកកម្ពស់ធនធានមនុស្សក្នុងវិស័យសិល្បៈរបស់យើងខ្ញុំប្រកាសណាខ្ញុំសង្ឃឹមថាមនុស្សទាំងអស់នៅក្នុងប្រជាជាតិណាចក្រកម្ពុជានឹងមិនធ្វើអត្ថាធិប្បាយណាមួយរំលោភទៅលើសេចក្តីសម្រេចរបស់ប្រជាជនកម្ពុជាតាមរយៈនៃការបោះឆ្នោតដោយសម្ងាត់តាមរយៈប្រព័ន្ធអេឡិចត្រូនិកនោះទេនេះជាការសម្រេចរបស់ប្រជាពលរដ្ឋដែលធ្វើការបោះឆ្នោតឲ្យទៅអ្នកណាការចាំបាច់ត្រូវតែគោរពសង្ឃឹមថានឹងមិនមានការធ្វើអត្ថាធិប្បាយដែលបំពានទៅលើសិទ្ធិអំណាចរបស់ប្រជាពលរដ្ឋជាភ័ព្វសំណាងហើយដែលស្ថានីយ៍ទូរទស្សន៍ឬគ្រូទាំង4ដែលជាសិល្បករសិល្បករនីជើងចាស់និងពិធីករពិធីការិនីដែលមិនធ្វើការសម្រេចលើរឿងនេះប្រសិនបើមានការសម្រេចពិតប្រាកដប្រហែលជាមានបញ្ហាដោយសារតែអ្នកធ្វើអត្ថាធិប្បាយខ្វះការយល់ដឹងអំពីនីតិវិធីនៃការជ្រើសរើសរក្សាទុកឬយ៉ាងណានោះអាស្រ័យទៅលើអ្នកបោះឆ្នោតប្រសិនបើជាអាចមិនមានការចាំបាច់ដើម្បីទម្លាក់និងរក្សាទុកម្នាក់ខ្ញុំកាលណាខ្ញុំក៏ដូចជាប្រជាពលរដ្ឋទាំងអស់បោះឆ្នោតទុកទាំង12នាក់តែម្ដងប៉ុន្តែកម្មវិធីតម្រូវយ៉ាងដូចនេះគ្មានជំរើសក្រៅពីនេះទេហើយសង្ឃឹមថាក្មួយមិនបាក់ទឹកចិត្តដោយសារការអត្ថាធិប្បាយតាមរបៀបការប្រមាថណាមួយចំពោះកម្មវិធីនោះទេហើយសង្ឃឹមថាអ្នកនយោបាយមិនលូកដៃទៅក្នុងបញ្ហាសិល្បៈនៃកម្មវិធីរបស់ស្ថានីយ៍ទូរទស្សន៍មួយតាមរបៀបនេះយើងអាចមើលឃើញថាគណៈកម្មការបោះឆ្នោតនិងបាតកម្មប្រឆាំងលទ្ធផលបោះឆ្នោតបានកើតជារឿយៗគឺយ៉ាងដូចនេះឯងសូម្បីតែក្នុងរឿងសិល្បៈដែលប្រជាពលរដ្ឋបោះឆ្នោតក៏គេមិនទទួលស្គាល់ផងតើមានហេតុផលអ្វីដែលនឹងត្រូវទទួលស្គាល់លទ្ធផលបោះឆ្នោតដោយគណៈកម្មការជាតិរៀបចំការបោះឆ្នោតនេះយើងអាចប្រៀបធៀបបានទៅហើយលើករណីនេះហើយសង្ឃឹមថាអ្នកនយោបាយនេះមិនលូកលាន់ជាមួយនឹងបញ្ហានេះដោយការធ្វើអត្ថាធិប្បាយបំពានលើសិទ្ធិសម្រេចរបស់ប្រជាពលរដ្ឋនោះទេសង្ឃឹមថាស្ថានីយ៍ទូរទស្សន៍ហង្សមាសនឹងបន្តការខិតខំដើម្បីបញ្ចប់កម្មវិធីមួយនេះនឹងឈានទៅកម្មវិធីថ្មីល្អបន្តទៀតជាមួយនឹងសិល្បករសិល្បករនីជើងចាស់ដ៏ល្បីល្បាញហើយខ្ញុំក៏សូមអរគុណជាមួយនឹងសិល្បករសិល្បករនីជើងចាស់
ដូចជាអ្នកគ្រូឌីសវេតអ្នកបងឌីសវេតអ្នកបងហែមសវណ្ណនិងសិល្បករសិល្បករនេះមួយចំនួនទៀតតែបានមកចូលរួមផ្ដល់ទឹកចិត្តកម្លាំងចិត្តទៅដល់កម្មវិធីមួយនេះដែលធ្វើឲ្យប្រជាណាចក្រកម្ពុជាធ្វើទំនើបកម្មនៃវិស័យសិល្បៈរបស់ខ្លួនឲ្យតាន់សម័យនឹងគេនឹងឯងសូមអរគុណសូមអរគុណ